ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូននេះគេហៅថាវត្តចង្ពោះបងប្អូនទាំងអស់គ្នានេះបងប្អូនផលប្រយោជន៍វាគឺមានច្រើនបងប្អូនទាំងអស់គ្នាវាគឺជាប្រភេទវល្លិបងប្អូនហើយចំពោះអ្នកដែលមានបញ្ហាឬដងបាតបងប្អូនអស់បារម្ភបងប្អូននេះមានតែដើមនេះតែបងប្អូនទាំងអស់គ្នាយកវាទៅត្រាំស្រាបងប្អូននេះកាច់មែកវាលាងទឹកឲ្យស្អាតវារៀងរមាស់តិចតិចបងប្អូនទាំងអស់គ្នាបើយើងហូបឆៅតែបើសិនជាយើងមិនចង់ហូបឆៅយើងយកចេះហូបស្រាអីចឹងបងប្អូនយើងយកវាទៅត្រាំស្រាយើងកាច់វាមកដៃយើងមកដាក់ចូលនៅក្នុងក្ដុងត្រាំវាឲ្យវាចេញពណ៌សបងប្អូនអាពណ៌ហ្នឹងនៅពេលដែលយើងត្រាំវាហើយគឺវាចេញសដូចឆ្អឹងពោះចឹងបងប្អូនទាំងគ្នាយើងត្រាំវាឲ្យសអញ្ចឹងចាំយើងយកវាមកហូបបងប្អូនមួយថ្ងៃយើងហូប2 ដងហូបបាយហើយព្រឹកល្ងាចមួយថ្ងៃមួយកូនពេងបងប្អូនហូបតាមមួយអាទិត្យឡើងទៅគឺវាមានអាការៈធូរស្បើយបងប្អូនទាំងគ្នាវាជាប្រភេទវល្លិបែបហ្នឹងបងប្អូនគេហៅថាវល្លិឆ្អឹងពោះបងប្អូនទាំងគ្នាជាថ្នាំខ្មែរយើងបងប្អូនទាំងគ្នាប្រភេទថ្នាំខ្មែរយើងបងប្អូននេះដើមវាបងប្អូនអាហ្នឹងបើយើងចេះហូបឆាបងប្អូនយើងអាចហូបជាមួយចេកបានដែរកាច់វាខ្ទេចៗមួយចេកហូបបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូ